មានគេប្រាប់ថាអូនចិត្តរៀបការនឹងកូនអ្នកមានគេជាមនុស្សល្អឬព្រានអូនមានស្រឡាញ់គេទេអូនព្រមឬគេបង្ខំមាសមេប្រាប់ការពិតបានទេព្រោះពេលនេះបងឈឺទៅរៀនភ្នំពេញដួងចិត្តទន់ទិញសាងអនាគតអូនដែលបងអ្នកបំផុតសែនរន្ធត់ពេលដែលបានលឺនៅមិនសុខត្រឡប់មកស្រុកឲ្យអូនបំភ្លឺរឿងអូនរៀបការជាការពិតឬព្រោះបងចង់ឮចេញពីមាត់អូនរៀបការថ្ងៃណាអតីតសង្សារចង់ចូលចងដៃគុំដាច់អាឡ័យទោះគ្មាននិស្ស័យคล้ายជាផ្ទៃអូនអនុស្សាវរីយ៍ពួកយើងទាំងពីរនឹងរលាយសូន្យតែចង់ជូនពរស្ងួនព្រោះយើងធ្លាប់ស្រឡាញ់គ្នាអ្នកក្រចិត្តស្មោះមិនស្ដាយក្រោយសោះដែលស្រឡាញ់អូនតែស្ដាយមិនបានថែធួនមិនបានស្ងួនជាគូនឹងគ្នាតែបើថ្ងៃក្រោយគេធ្វើបាបអូនឲ្យវេទនានឹកបងផងពុំងាព្រោះទ្រូងកំព្រានៅតែចាំអូនចូលចងដៃគុំដាច់អាឡ័យទោះគ្មាននិស្ស័យคล้ายជាផ្ទៃអូនអនុស្សាវរីយ៍ពួកយើងទាំងពីរនឹងរលាយសូន្យតែចង់ជូនពរស្ងួនព្រោះយើងធ្លាប់ស្រឡាញ់គ្នាអ្នកក្រចិត្តស្មោះមិនស្ដាយក្រោយសោះតែស្រឡាញ់អូនតែស្ដាយមិនបានថែធួនមិនបានស្ងួនជាគូនឹងគ្នាតែបើថ្ងៃក្រោយគេធ្វើបាបអូនឲ្យវេទនានឹកបងផងពុំងាព្រោះទ្រូងកំព្រានៅតែចាំអូននឹកបងផងពុំងាព្រោះទ្រូងកំព្រានៅតែចាំអូ